រីកិរិយាអ្នកមាសការថ្វាយបង្គំនៃខ្ញុំព្រះករុណាចូលមានដល់ព្រះដ៏មានព្រះភាកអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយចឹងជាបឋមខ្ញុំកាលណាសូមនមស្ការដល់កូនចៅទាំង3ដោយសេចក្តីគោរពជ្រះថ្លាដល់គង់ពោះជំរាបសួរធម្មយានទាំងអស់គ្នាដែលបានចូលមកក្នុងបន្ទប់សិក្សានៅថ្ងៃនេះដែរគឺចុងសប្តាហ៍ថ្ងៃសុក្រចឹងជារៀងរាល់ចុងសប្តាហ៍គឺយើងតែងតែមានវេទិកាមួយសម្រាប់ញាតិធម៌ទាំងអស់គ្នាដើម្បីបានជជែកសាកសួរនាំនៅសំណួរហ្នឹងហើយឆ្លើយសំណួរជាគូចឹងថ្ងៃនេះដែរមានញាតិធម៌ពីររូបដើម្បីនឹងបានឡើងសួរឆ្លើយដំបូងគេគឺអ្នកមីងសម្អាតជាមួយនឹងបងច័ន្ទឆាតទៀតចឹងសូមក្រុមជើញអាចចូលរួមបានម្នាក់2សំណួរក៏បាន3សំណួរក៏បានអាស្រ័យតាមអ្នកចូលរួមមានពេលវេលាហើយនេះមានចំនួនមិនសូវជាច្រើនហើយមិនសូវជាតិចចឹងអាចម្នាក់2ទៅ3សំណួរបានទៀតចឹងក្រុមជើញបងច័ន្ទឆាតមួយអ្នកមីងសម្អាតទៀតអូខេចា៎ហ្នឹងហើយជម្រាបសួរអ្នកគ្រូជម្រាបសួរបងប្អូនទាំងគ្នាហើយជម្រាបសួរបងសម្អាតអញ្ជើញសួរខ្ញុំមុនណាបងចាជំរាបសួរបងខ្ញុំចាត់ថាខ្ញុំអត់ទាន់បានព្រៀនសំណួរទេឥឡូវខ្ញុំបើកសភៅសួរឡើងនេះតម្រងចាអញ្ជើញបងครับសួរឡើងអត្តនេតអត្តនេទានចាអត្តនេទានទាំងអស់អត្តនេទានមានអង្គប្រមាណបងអត្តនីទានមានអង្គ5បងអត់មានអង្គ5 3ខ្លះមានមានសម្លឹងរំពៃចង់បានទ្របអ្នកដតីអត់មានសភៅផងនៅតាមផ្លូវបងចាំមើលខ្ញុំក្រនឹកសិនមានទ្របមានម្ចាស់ហួងហែងបងមាននៅក្នុងនឹងចាមានចង់បានទ្របអ្នកដតីទ្របមានម្ចាស់ហួងហែងគិតនឹងលួចហ៎បងមែនទេមានមួយគាត់បើអត់សភៅរនឹកឃើញបើខ្ញុំរនឹកខ្ញុំឆ្លើយមុនខ្ញុំលើកដៃមកមុននេះព្រោះអ្នកគ្រូថាហ្នឹងហើយគិតនឹងលួចហ្នឹងហើយគូទី1អត់ជន់សំណួរចាហ្នឹងហើយឥឡូវយើងបាន3បានខ្ញុំចូលមុនហ្នឹងឥឡូវខ្ញុំបាន3ហើយនៅសល់2ទៀតមែនទេបងចាមួយទៀតព្យាយាមទី4ព្យាយាមនឹងលួចចាហ្នឹងហើយដល់ពេលទី5លួចបានសម្រេចមែនទេបងចាលួចបានដោយការព្យាយាមនោះចាលួចបានដោយហើយចាអត្តនេទានហ្នឹងមានមូលប្រមាណអត្តនេទានការសម្លឹងដូចថាអត្តនេទានសម្លឹងរំពៃចង់បានទ្រព្យអ្នកដតីមានមានមូល2មែនទេបងមូល2ត្រូវទេដូចយើងមានលោភៈមូលហើយនិងមោហៈមូលអត្តនេទានហ្នឹងមានមូល3បងពួកយើងអាចលួចបំផ្លាញដែរចាអញ្ចឹងមូល3អញ្ចឹងដូចមានទាំងទោសៈទៀតចាពលលួចបំផ្លាញដែរមានលួចចង់បានខ្លួនមកជារបស់ខ្លួនលួចបំផ្លាញក៏មានដែរចាមានទាំងមោហៈទោសៈហើយនិងលោភៈមូលទាំង3ហ្នឹងមកក្រុមរបស់គេចាខ្ញុំក្រាស់ចាយខ្លាំងជាចង់ខ្លួនឥឡូវលើគេ
COVID មកវិញទៀតណាបងប្រយ័ត្នបន្តិចបង ចាខ្ញុំអត់ទៅហ៊ានប្រហែលដែរនៅទៅណាពាក់ម៉ាស់ជាប់ ចាហ្នឹងហើយហ្នឹងឥឡូវយើងវិលមកសំណួររបស់យើងវិញខ្ញុំរកសិនបង គ្រប់ពីសំណួរនៅទៀតមិញសូមបញ្ជាក់តិចអត្តនទានប្រែថាម៉េចទេ អត្តនទានប្រែថាការលួចអ្នកគ្រូ បន្តទៀតមិញគ្រប់ពីសំណួរនៅអ្នកមានសម្អាតសរុបមកមិញ មូ3ណាគ្រូត្រូវអត់ណាគ្រូ គ្រូបែរអ្នក គ្រូវិញ មានអត់ មានអង្គ5មានមូ3 ចា ទៅ ហ្នឹងហើយអង្គ5ទាំងមូល3 សួរនោះ អូ មាន ខេ ចាំទេទេ អូខេអញ្ចឹងខ្ញុំសួរបងមួយសំណួរអកុសលកម្មបត្តិមានប៉ុន្មានបង ចាអកុសលកម្មបត្តិមាន10 ចាហើយចែកជាប៉ុន្មានក្រុម ចែកជា3ក្រុមបង ចាបាយចាំបាត់3ក្រុមធំហ្នឹង 3ក្រុមធំមើលមានកាយកម្ម3វិច័យកម្ម4មនោកម្ម3 ចាហ្នឹងហើយឥឡូវពួកយើងរៀនដល់មនោកម្មណាបងពួកយើងរៀនពីម្សិលមិញដល់មនោកម្មនៅ ម្សិលមិញតែមួយថ្ងៃបានចូលតែថ្ងៃអត់តែមិនបានចូលទេដល់អី អត់អីទេបងខ្ញុំក៏ដឹង វិជារៀនដល់អភិជា អភិជាហ្នឹងហើយអភិជាហ្នឹងមានន័យថាលួចដែរហ៎បងមែនទេ No ជាហ្នឹងសម្លឹងហ្នឹង កំឡុងរំបីចង់បានទ្របអ្នកដតីហ្នឹងហើយ អូខេឥឡូវចូលសំណួរទី2វិនិច្ឆ័យអង្គបាណាតិបាតមានអ្វីខ្លះបង អង្គបាណាតិបាតមានបាណាតិបាតមានតិ បាណាតិបាតមានកាយកម្មហើយចឹងហើយរាប់យកហ្នឹងមែនបង អត់ទេបងយកអង្គនៃបាណាតិបាតណាដូចថាយើងដូចថាយើងបាណោអីចឹងណាបងសត្វមានជីវិតហ្នឹងណាដូចថាសេចក្តីដឹងថាសត្វមានជីវិតអីនោះបង បាណោសត្វមានជីវិត ចា សត្វមានជីវិត ចាហើយទី3 មណៈចិត្តតាំងគិតនឹងសម្លាប់ ចា ហើយដល់ពេលតេណៈចឹងឯងតេណៈមរណៈ ទេអត់ទេទី4ឧបកម្មោ អបកមកសេចក្តីព្យាយាម ចាព្យាយាមនឹងសម្លាប់ហើយដល់ពេលទី5 តេណៈមរណៈ ទេណៈមរណៈសត្វស្លាប់បាយប្រហែលបង ទី5សត្វស្លាប់ដោយការព្យាយាមនោះ ចាត្រឹមត្រូវហើយបងត្រឹមត្រូវ ចា ហ្នឹងហើយអញ្ចឹងពួកយើងបានម្នាក់ពីរសំណួរហើយអញ្ចឹងសូមបកគលមន្តការឲ្យគ្រូវិញ តែមិនសូម គ្រូបន្ទាប់ ម្ដងទៀតសួរថាម៉េចទៀតសំណួរទី1បងច័ន្ទឆាតសួរទៅ សំណួរទី1 តែ ខ្ញុំសួរថាកម្មបត្តិ10កម្មបត្តិទាំងអស់មានប៉ុន្មានគាត់ថាមាន3ក្រុមហើយខ្ញុំឲ្យគាត់រៀបរាប់ថាក្រុមធំហ្នឹង អានមានប៉ុន្មានខ្ញុំឆ្លើយថាមាន10ដែលហើយគាត់ថាមានប៉ុន្មានក្រុមធំហ្នឹងខ្ញុំឆ្លើយថាមាន3ក្រុម ចា អត់មុនជួមានប្រហែលខ្ញុំឆ្លើយថា10ហើយក្នុង10នោះមានប៉ុន្មាន
ក្រុម តាមចំនួនហ្នឹងអញ្ចឹងណាទៀត ចាមាន ចា 3មានចំនួន មាន3សូត្រផងទៅ ចាកាយតាម3វិជ័យតាម4តាម3និងចំនួនទី1ណាគ្រូ អត់បានសួរថាមានអ្វីខ្លះទេ អត់បានស៊ូបងសម្បត្តិដឹងខ្លះទេបង ចា បងដឹងថាមានអ្វីខ្លះអត់ចឹងបើបងដឹងបាយសូត្រតិចទៅបងឲ្យខ្ញុំចាំដែរខ្ញុំអត់ដឹងហង កាយតាម3កាយតាម3វិជ័យតាម4តាម3ហ្នឹងហើយ ចាកាយកម្ម3មានទី1គឺបាណាតិបាតមែនទេបង បាណាតិបាត ចា ទានកាមេសុបិឆាយត្រូវអត់គ្រូ3ហ្នឹង 3ហ្នឹងត្រូវ ដល់វិជ័យកម្ម4មានបុសាវិ មុសាវេ ចា មុសាវេសុណាវេចាវិសលា ណាវិតបិសនាវិត ហារុ ហើយ អរុសវិ អរសវិតហើយនឹងសម្បលាបៈ មាន4ហ្នឹងដល់ពេល មនោកម្ម3 ដូកម្ម3ហ្នឹងចាំនេះដូកម្ម3 យើងរៀននេះដល់យើងរៀនសាមញ្ញនេះ បងអូនស្អីគេបងប្អូនមនោកម្ម អភិជា អាចារ្យអវិជ្ជា ជាបាបតៈ ជាបាត សម្មា វិជាកិឆា សមាទិដ្ឋិ វិជាកិឆា ទី10វិជាកិច្ឆា សមាទិដ្ឋិ សមាទិដ្ឋិត្រូវហើយវិជាកិឆាសមាទិដ្ឋិ អាចារ្យចេះ មានវិជាកិច្ឆាដែរអត់ទៀតក្នុងកម្មបត្តិច្រឡំ ខ្ញុំមិនចេះថាតាមតែ សមាទិដ្ឋិ ខ្ញុំទៅជឿតែវិជាកិច្ឆា អីគេចង់ក្រោយហ្នឹង ខ្ញុំនិយាយសម្មាហ្នឹងឯងអាចទៅចោលបោកបាត់ទំងើបមាញ់ទំងើបមាញ់រួញរុនពេតដាក់តាមមួយដេកឲ្យដេកអត់ងើប លុបមាត់ឡើងមកតែទិដ្ឋិនៅក្នុងអកុសលកម្មបត្តិដែរ អត់ដែរ សម្មាឬក៏មិច្ឆា មិច្ឆាទិដ្ឋិ ថាទៀត គឺមិច្ឆាទិដ្ឋិទៀត ចាចា សាធុទៀតហ្នឹងហើយគ្រប់ ជំរាបសួរបងប្អូន ត្រូវការជំនួយតិចការជំរាបសួរទៀតហ្នឹងហើយចឹងអរគុណដល់គូទី1ទៀតសួរភាគច្រើនតកតងជាមួយនឹងកម្មបត្តិមួយដាច់ដライមានអត្តនទានហើយនឹងចុងក្រោយនេះបណ្ណាតិបាតចឹងបន្តទៀតអរគុណច្រើនសម្រាប់គូទី1ចឹងសូមគូបន្តទៀតខ្ញុំសូមឱកាសខ្ញុំសូម បានគូនៅអូន ខ្ញុំនៅដំបងជើញពីអ្នកឯងក៏មិន ចាពីរនាក់ ជើញគូទី2ទឹកទី1ទៀត គូទី2កុមារីក្មេងៗជាងគេ ជាងគេជំរាបសួរអ្នកគ្រូជំរាបសួរធម្មញាតនិងជំរាបសួរបងដៃគ្រូទៀតជួយមានប្រសាសន៍ ឡើយយើងសួរនៅក្នុងយកទីអង្គណាអូននៅបងសួរ តែបាននៅអត្តនទានយើងយកអត្តនទាននៅឯ ដឹងអីបងអត្តនទាន តែយើងយកអត្តនទានចា ចាទាន ចា ចាបងមានសាស ចាខ្ញុំរកសិនចឹងយើងអង្គសូមឲ្យខាងអង្គសូត្រអង្គរបស់អត្តនទានមានប្រមាណចា ចាអង្គរបស់អន្តរទានមាន5 ចា ចា
មួយបរិកៈហេតាំងទ្របដែលម្ចាស់គេហួងហែងរក្សាទី2បរិកៈហេតសញ្ញតាសេចក្តីដឹងថាទ្របនោះមានម្ចាស់គេហួងហែងទី3ថេយៈចិត្តតាំងចិត្តគិតនឹងលួចទី4ឧបកម្មោព្យាយាមនឹងលួចទី5តេនហរណង្លួចបានមកដោយសេចក្តីព្យាយាមនោះចាអរគុណ ចាអរគុណ សំណួរទី1នេះចាត់ទុកជាមុខៈដោយសារគេសួររួចហើយតែអាចឲ្យញាតិពធបានស្ដាប់ដោយសារឮជាភាសាបាលីមកដែរអញ្ចឹងណាទៀតតែធុ ចឹងទុកជាមុខៈចឹងសូម អត់អីទេទៀត ចាសូមរាប់ប្រយោគចាប្រយោគនៃការលួចចា ប្រយោគនៃការលួច ប្រយោគ ហ្ នៃ មង ការលួចនៅក្នុងអត្តនេទាន ប្រយោគនៃការលួចគឺមាន6យ៉ាង ចា អញ្ចឹងបានតាមសិភៅទៀត ចា ទី1សហប្រយោគកសហថេកប្រយោគប្រយោគលួចដោយខ្លួនឯងចាទី2អនន្តកប្រយោគប្រើអ្នកដតីឲ្យទៅលួចចាដោយវិចារឬប្រើគេឲ្យលួចដោយប្រការណាមួយមានសរសេរសម្បត្តិជាដើមទី3និសកិយៈប្រយោគរវែងវត្ថុនោះទុកឬបោះឲ្យអ្នកដតីមួយពួកទៀតឬបោះវត្ថុដែលបងពុនចេញទៅឲ្យផុតពីព្រំប្រទល់ទី4ថាវរៈប្រយោគបញ្ជូនបពួកទុកឲ្យមានឱកាសឬក៏ព្យាយាមលួចទ្រព្យនោះទី5វិជាមយៈប្រយោគសម្រាប់ដោយវិជាទី6អធិមយៈប្រយោគសម្រាប់ដោយរិទ្ធិចាអរគុណបង អរគុណអញ្ចឹងនៅក្នុងអត្តនេទាននឹងមានមូលប៉ុន្មានអូន ក្នុងអត្តនេទានខ្ញុំសូមនៅពេចសិនក្នុងអត្តនេទានមានមូលក្នុងអត្តនេទានមានមូល3 ចា មានលោកភពទោសៈនិងមោហៈ ចាចឹងមានកម្មបានមានកម្មជាអីកម្ម មានកម្មជាកាយកម្ម ចាវា ទ្វាមានកាយទ្វានិងវិច័យទ្វា ចឹងអង្គមាន5យើងសូត្រមិញណា ចា អង្គមាន5ប្រយោគមាន អង្គមាន5ប្រយោគមាន6 ចាអារម្មណ៍ ដោយអារម្មណ៍មានអីមានសត្វនិងសង្ខារជាអារម្មណ៍ណា អត់ចាំបង ចាអារម្មណ៍មានសត្វនិងសង្ខារជាអារម្មណ៍ វាសង្ខារបង ចាដោយវេទនាមានទុក្ខវេទនាសុខវេទនាទុក្ខវេទនាឧបេក្ខាវេទនាចាអរគុណ ចាអរគុណបង ចាអរគុណ ចាំមកក្រោយហ្នឹងអត់ចាំទៀតអញ្ចឹងខ្ញុំសួរបងវិញខ្ញុំសួរបងវិញ ចា ចាអញ្ចឹងខ្ញុំសួរនៅក្នុងអីចឹងសិនទៀតដាស់សាយដែរ ចាក៏ដាក់ទឹកបៀមក៏ស្ងួត ឈប់ទៀតចាំបន្តិចទៀតចង់ដឹងថាបរិយត្តិធម៌ជាធម៌អ្វីដែរចាជាអ្វីដែរ បាទចា មានន័យថាម៉េចដែរ មកក្រោយវិញអញ្ចឹង បរិយត្តិធម៌ ចាបរិយត្តិគឺជាធម៌ដែលយើងចាបរិយត្តិខ្ញុំចង់និយាយថាបរិយត្តិហ្នឹងគឺជាធម៌ដែលយើងកំពុងតែរៀនសប្តាហ៍ថ្ងៃនេះចាបរិយត្តិគឺធម៌សម្រាប់សិក្សាទៀត សម្រាប់យើងសិក្សារៀនសប្តាហ៍ថ្ងៃនេះចាក៏យើងបរិយត្តិបានគ្រប់គ្រាន់បានរៀនបានបរិយត្តិបានសិក្សាបានជ្រៅគ្រាន់បើបានយើងចូលបប្រតិបត្តិបដើចាយើងអត់ទាន់ចេះអត់ទាន់ចូលបប្រតិបត្តិបានទេចាទៀត ចា អញ្ចឹងសូមមួយសំណួរទៀតថាកាលនោះព្រះពុទ្ធត្រាស់វាចា6យ៉ាងចាបងចាំខ្លះទេទៀតយូរដែរហើយមេរៀនហ្នឹង
ពុទ្ធត្រា6យ៉ាង មានប្រយោជន៍មិនអីអីទៀតចាំទេ ត្រា6យ៉ាងនឹងត្រាបាន3មិនបាន3ចា ចា ចា ទី1 ត្រា6យ៉ាងនឹងសភៅនៅលើនោះយកទៅយកមិញនឹងត្រាបាន3នឹងត្រាមិនបាន3 ចា មានពុទ្ធមានដូចថាសំគួរ មានប្រយោជន៍ មានប្រយោជន៍ទៅលោកចាចាជួយដាក់ណែនេះផងដោយសារសភៅនៅលើអត់មានអីបើកមួយទេតែត្រា6នឹងបាន បាត់បានមានប្រយោជន៍មិនជាទីស្រឡាញ់លោកអត់ត្រាស់ទេ ចាមិនជាទីស្រឡាញ់លោកអត់ត្រាស់ វាចាំប្រកបដោយប្រយោជន៍តែមិនមែនជាទីស្រឡាញ់ស្គាល់ការទៅលោកត្រាស់ លោកត្រាស់ ចាហើយវិចារណាមិនពិតប្រកបដោយប្រយោជន៍សូម្បីជាទីស្រឡាញ់អ្នកដទៃក៏ទ្រង់មិនពោលដែរ ចាមិនពោលដែរ វិចារពិតតែមិនប្រកបដោយប្រយោជន៍ក៏មិនពោលដែរ អត់ពោលទេ ពិតផងវិចារពិតផងប្រកបដោយប្រយោជន៍ផងជាទីស្រឡាញ់អ្នកពេញចិត្តទ្រង់ស្គាល់ការទៅទ្រង់ត្រាស់អញ្ចឹងមាន3លោកត្រាស់មាន3ដែលលោកមិនត្រាស់ ចាអរគុណ ចប់ងងហើយពោមកទៀតហ្មង ចា មួយទៀត ចាមួយទៀតក៏មួយ ខ្ញុំចង់សួរថាឧបកិលេសមាន16យ៉ាងហ្នឹងបងអាចចាំទេទៀតហូបត្រួសចាឧបកិលេសវាមាន16យ៉ាងបងអាចចាំខ្លះទេទៀត ណែมันមាន16យ៉ាងហ្នឹង មិនចាំទេមកទៅវារៀងច្រើនដែរ ចា ចាខ្ញុំសូមសួរមួយទៀតចាស់ចាសួរបងថាហេតុដែលនាំឲ្យកើតមោហៈមូលចិត្តហ្នឹងមកពីហេតុអីដែរទៀត អាចនាំឲ្យកើតមោហៈ ចាមាន2តែមានអីខ្លះទៀត តំតិចមើល ដល់សួរទៅមេរៀនក្រោយទៅអស់ វាមានអយោនិសោមនសិការៈនឹងមួយហើយនឹងមានអសវៈនឹងមួយទៀតអសវៈនឹងជាគ្រឿងដេកត្រាំនៅក្នុងដេកត្រាំចាក្នុងអារម្មណ៍យើងចាមានតែ2ហ្នឹងធ្វើឲ្យយើងវែងចា មោហៈ ចឹងអរគុណណាស់បងអរគុណបងជំរាបលាចាជួនកម្មវិធីទៅអ្នកគ្រូវិញទៀតអរគុណទៀត អរគុណអ្នកគ្រូអរគុណបង អរគុណអ្នកគ្រូចាជំរាបលាអ្នកគ្រូ គាត់សួរក្រោយដាច់ទៅបាត់ចឹងរននឹកlênឃើញ សូមជួយរំលឹកឧបកិលេសបាន ឧបកិលេសចា ចា ឧបកិលេសមានឧបកិលេសមាន16យ៉ាងទៀតមានទី1អភិជ្ជាវិសមៈលោភៈសេចក្តីលោភលន់លើសឬគឺមិនរើសមុខទី2ទោសៈការប្រទូសកំហឹងស្អប់ទី3កោដ្ឋៈការខឹងក្រោធទាស់ចិត្តទី4ឧបនាហៈចងក្រោធទុកទី5មគ្គៈរមិលគុណទី6បលាសៈវាយរឹកស្មាទី7អ៊ីសាច្រណែនទី8មច្ឆរិយៈកំណាញ់ទី9មាយាលៈពុតទី10សាធយៈអំនួតអួតអាងទី11ធម្មភៈចចេះមុខរឹងទី12សារម្មភៈប្រណាំងវាសនាទី13មានអ្នកសេចក្តីប្រកាន់ខ្លួនទី14អតិមានអ្នកសេចក្តីមើលងាយគេទី15មត្តៈការស្រវឹងទី16បមាទៈសេចក្តីធ្វេសប្រហែសចាអរគុណទៀតអរគុណចាជំរាបពីអ្នកគ្រូទៀតចាអរគុណទី2ទៀតបាទខ្លះផ្នែកក្នុងការសួរឆ្លើយដល់ក្តៅកគុក
ចឹងសូមចូលដល់គូទី3ទៀតគូបន្ទាប់ចឹងចប់បានពីគូហើយឃើញថាបានសំណួររៀងច្រើនដែរដើម្បីឲ្យយើងបានរំលឹកខ្លះតោះសូមគូបន្តទៀតតន់ជន់សំណួរច្រើនចឹងឆាប់ចូលហើយទៀតមានសេរីវុឌ្ឍអីចូលហើយទៀតមកបរិយមកវលៈមកចិន្តាតែមិនចូលមកវិញបានបដើអាចសួរហើយទៀតជាមួយដៃគូអន្តរជាតិបងពលៈរបស់ចិន្តាចូលរួមបានទេបងបរិយក៏បានចាត់ជាមួយនឹងមានឆរិកាចាជំរាបសួរអ្នកគ្រូជំរាបសួរញាតិបធរចាជប់កិច្ចបន្តិចបងវលៈនៅចាជំរាបសួរទៀតមានឆរិកាចូលរួមបានទេសួរមកលើចាប់គ្រូមួយបងចិន្តាបានជំរាបសួរអ្នកគ្រូជំរាបសួរទាំងអស់ថ្វាយបង្គំគុណម្ចាស់ហើយក៏ជំរាបសួរអូនជាដៃគូដែរចាជំរាបសួរបងនមស្ការលោកម្ចាស់ថ្ងៃនេះទៅលេងញោមចិន្តាបាត់យូរញោមចិន្តាកណានមស្ការលោកម្ចាស់សាធុបាត់យូរជាប់កិច្ចលោកម្ចាស់បានញោមចិន្តាដាក់មកជុំវិញពិភពលោកអត់ចូលពិភពលោកផងលោកម្ចាស់ចាអូនចិន្តាចាខ្ញុំអូនសួរបងមុនហីសួរខ្ញុំមុនហីអើយសួរបងមុនខ្ញុំមិនដឹងថាសួរសំណួរអីដែរហ្នឹងណាបងទៅចូលមកវិញមីងមាំងហ្នឹងដាក់ពុះហើយអត់ចេះជាប់ទោសស្អែកលោកម្ចាស់ណាបងអាចសួរខ្ញុំមុនបានទេបងខ្ញុំឥឡូវខ្ញុំសួរអូនមុនណាបងចឹងអូនថានៅក្នុងអង្គបាណាតិបាតហ្នឹងណាបើមានមូលម៉ានចាបងបើនៅក្នុងអង្គបាណាតិបាតមានមូលគឺមូល2មានមោហៈមូលនិងទោសៈមូលបងចាត្រូវអរគុណបងនិយាយពីអង្គធរសំដៅអង្គធរអីអូនចាប់មកលឺដាច់មកកណាត់អង្គធរពីអីគេបងចង់និយាយថាអង្គធរហ្នឹងគឺសំដៅលើឈ្មោះអ្វីអង្គធរនៅក្នុងបាណាតិបាតហ្នឹងណាបាណាតិបាតដោយអង្គហ្នឹងមែនបងត្រូវឯបងដោយសារអង្គមាន5ហ្នឹងមែនបងនេះអង្គធរណាចាំសួរអង្គធរអីគេខ្ញុំអង្គធររបស់បាណាតិបាតដូចជាឧទាហរណ៍យើងសុំសិលអញ្ចឹងណាសុំសិលអញ្ចឹងយើងមានតួអីដែលតួសំខាន់ណាតួសំខាន់ដែលឲ្យវាហ្នឹងវាចាក់បានតាមណាតិបាតគឺការសម្លាប់សត្វហ្នឹងមែនបងការសម្លាប់សត្វចាឈ្មោះចេតសិកអីអូនចិត្តសឹករបស់បាណាតិបាតបងចារបស់បាណាតិបាតហ្នឹងអង្គធររបស់អញ្ចឹងនៅក្នុងមានតទោសៈបងមែនទេទោសៈគឺជាមូល
ហើយសំដៅអង្គធម៌ដូចអត្តនីទាអញ្ចឹងក៏មានអង្គធម៌មួយដែរអញ្ចឹងណាគឺការវាចិត្តឥឡូវចង់ប្រាប់អូនហ្មងអញ្ចឹងគឺជាចេតនាតួអូចាអូនឹកអត់ឃើញពេលចេតនាដែលធ្វើឲ្យយើងកើតទោសៈដើម្បីព្យាយាមក្នុងការសម្លាប់ហ្នឹងណាបងចា ហើយចឹងក្នុងនឹងទៀតអឺបាណាតិបាតហ្នឹងមានបើគិតតាមអារម្មណ៍មានប្រមាណអូនដឹងអារម្មណ៍អីខ្លះហើយវេទនាហ្នឹងវេទនាសំដៅវេទនាអីស្ដាប់ឮអីអូនស្ដាប់ចាឮបងតែកំពុងគិតថាអារម្មណ៍អីគេអូននឹកអត់ឃើញទេបងសូមអធិស្ឋានឲ្យបងតែចូលមកវិញទៅពេលហើយអត់ មានអារម្មណ៍ ណា ហ្នឹងហើយជាអារម្មណ៍ចង់និយាយថាបាណាតិបាតហ្នឹងមានអវ័យជាអារម្មណ៍ដែលធ្វើឲ្យដាច់បាណាតិបាតហ្នឹងណាមានអវ័យជាអារម្មណ៍ខ្ញុំអត់ដឹងទេបង ភ្លេចបាត់ហើយអូននឹកអត់ឃើញទេបងជួយប្រាប់ហ្មងទៅបងមានសត្វសង្ខារហ្នឹងមែនទេ ហ្នឹងហើយសត្វសង្ខារ ចាគឺមានជីវតិន្ទ្រីបានដល់ជីវិតរបស់សត្វហើយគឺសង្ខារគឺបានដល់វត្ថុគ្រឿងសម្លាប់ហ្នឹងណាអានោះជាអារម្មណ៍របស់បាណាតិបាតបងជាអារម្មណ៍របស់បាណាតិបាតគុំច្រើនបងពួកអីអត់ចាំបើនិយាយវេទនាវិញដោយវេទនាអីគេអូននៅក្នុងបាណាតិបាតហ្នឹងពួកកាណាទោសៈអញ្ចឹងទោសៈគឺខឹងហើយមែនទុកវេទនាណាបងចាទុកវេទនាទុកវេទនាប៉ុន្តែសម្គាល់ទៅដូចថាទុកវេទនាយើងនិយាយតែពីផ្លូវចិត្តណានៅក្នុងវេទនាពីគេហ្នឹងតោមនោវេទនាអូនអូចាបងអូននឹកអត់ឃើញចាសំណួរមួយទៀតចង់សួរនៅលើកាសុមច្ឆាចារាកាមេសុមច្ឆាចារាហ្នឹងបើសិនណាគិតអង្គតើមានអង្គប្រមាណដែលដាច់ណាអត់បានដាច់បាច់យកមានអង្គ4ឯបងកាមេចាអង្គ4ចាមានអគ្គមនីយវត្ថុមិនគួរតាក់ទងអានឹងបានដល់ស្ត្រីដែលមានអ្នកហួងហែងរក្សាតាស្មឹងសេវៈអ្នកចិត្តតាំងមានចិត្តគិតនឹងសេពនៅវត្ថុមិនគួរនោះសេវណៈបយោគោព្យាយាមក្នុងការសេពហើយនឹងទី4គឺមគ្គេអ្នកមគ្គបដេបតៈអ្នកបតៈណាំងញ៉ាំងបុមគ្គនិងមគ្គឲ្យដល់គ្នាលុះត្រាតែបានគ្រប់អង្គទាំង4ហ្នឹងបានឈ្មោះថាដាច់កម្មបត្តិអញ្ចឹងណាបងចាទៅដាច់កម្មបត្តិរបស់អមេសុមច្ឆាចារៈចាខ្ញុំចង់កាមេសុមច្ឆាចារៈហ្នឹងបើស្ថិតនៅក្នុងកម្មមួយណាកម្មទាំងអស់មាន3មែនទេអូនមានកាយកម្មមាន
បច្ច័យកម្មនិងមនោកម្មអញ្ចឹង អា កា នោះ រ វានៅក្នុងកាយកម្មហ៎បង ចាគឺស្ថិតនៅក្នុងកាយកម្មហើយបើជើងបើសិនណាលោកគិតទ្វាតើដាច់តាមវិច័យទ្វាអត់អូន ដូចអត់ទេបងអានឹងដូចតាមកាយទ្វាទេបងព្រោះឯវិច័យទ្វាអានឹងតតែយើងនិយាយញុះញង់គេបង ចាអញ្ចឹងត្រូវហើយអូនគឺដាច់តាមកាយទ្វាចុះបងនិយាយពីប្រយោគវិញតើដាច់តាមប្រយោគណាមានប្រយោគប៉ុន្មានដែលត្រូវដាច់ហើយឈ្មោះអីអូន ប្រយោគវាឈប់សិនបងនឹងតើបើកទៅមើលសភៅឯងបង ហើយមើលសភៅដូចតែគ្នា មើលសភៅអញ្ចឹងឆ្លើយអត់ចេញទេបងយ៉ា យកមានតែមួយអាហ្នឹង កើតមិនយក ប្រយោគច្រើននៅក្នុងកាមមេដូច ចិត្តអត់មានវិច័យវាផងមិនកើតណា អានឹងមានតែកាយប្រយោគឯងបងកាយប្រយោគហើយចាំដូចមានធ្វើសញ្ញាឯដែរបង សហតិកប្រយោគអីអាហ្នឹង ណាង ប្រយោគគឺតែខ្លួនឯងអូន ចា មួយ ត្រូវហើយអូនប៉ូលីនគាត់និយាយត្រូវគឺកាយនៅក្នុងសហប្រយោគគឺប្រយោគដែលធ្វើដោយខ្លួនឯងប្រព្រឹត្តហ្មងមិនដាច់ចឹងណា ចា មិនឲ្យអ្នកដទៃទៅប្រព្រឹត្តជំនួស ដាច់ខ្លួនឯងធ្វើខ្លួនឯងដាច់ខ្លួនឯងហ្នឹង ធ្វើខ្លួនឯងដាច់ខ្លួនឯងហ្នឹងបង ហើយចុះបើសង្ខារបានដល់អីគេអូននៅក្នុងកាមេហ្នឹង នេះសង្ខារបងមែនទេស ង្ខារចង់និយាយថាដោយអារម្មណ៍សំដៅលើសង្ខារចង់និយាយថាចេះកាមេសុមច្ឆាចារៈហ្នឹងណាបើគិតអារម្មណ៍គឺសំដៅទៅលើអ្វីអារម្មណ៍របស់កាមេសុមច្ឆាចារៈហ្នឹងណា គឺឥឡូវបងឆ្លើយណា ចាបងហើយខ្ញុំរកអត់ទាន់ឃើញផងបង ចាគឺសង្ខារគឺបានដាក់សម្ផស្សណា ចា ស្ត្រី20ពួកអីជាដើមហ្នឹងក្នុងហ្នឹងចាអញ្ចឹងចាប់តួមកខ្ញុំវិញមក អញ្ចឹងអាចសួរបងរកកន្លែងសួរបងអត់ឃើញទៀតណាបងចុះទោះអញ្ចឹងសួរហ្មងទោះនៃការប្រព្រឹត្តខុសក្នុងកាមហ្នឹងមានអីបានមានទោសអីខ្លះបង ទោសនៅក្នុងការប្រព្រឹត្តក្នុងកាមហ្នឹង ចាប្រព្រឹត្តខុសក្នុងកាមណាបង មាន2ទី1គឺក្នុងប្រវត្តិកាលហ្នឹងហើយទី2គឺទៅអនាគតកាលទីក្នុងប្រវត្តិកាលហ្នឹងគឺត្រូវទទួលនៅការដូចថាដូចគេយកដូចថាយើងដៃគូមិនសមប្រកបអញ្ចឹងណា ចា ដៃគូមិនសមប្រកបហើយបើទៅអនាគតហ្នឹង ទៅអនាគតគឺអាចទៅអបាយភូមិអញ្ចឹងអូនត្រូវដែរអូន ចាត្រូវវិបាកមុននឹងអបាយភូមិនឹងលុះត្រាតែគាត់កើតដូច
ខុសខុសច្រើនខុសធ្វើខុសធ្ងន់អញ្ចឹងណាបង ចា ចា អូនអាចបំពេញថាបន្ថែមបងឲ្យបងព្រោះអានេះ ដូចគាត់កើតមកអញ្ចឹងគឺគាត់ឲ្យអ្នកដតីស្អប់ខ្ពើមច្រើនអីអញ្ចឹងទៅហើយដូចគាត់មានខាតបង់ទ្រព្យសម្បត្តិអីអញ្ចឹងណាបងអានឹងហើយកើតទៅកើតជាមនុស្សស្រីហ្នឹងក៏មួយដែរហេតុផលហើយកើតជាខ្ទើយឬមួយក៏កើតជាកើតដូចកើតមានរូបរាងមិនស្អាតអីអញ្ចឹងណាបង អាចជាអាមាត្យបានអីញោម ចាអត់បានទេលោកម្ចាស់ហ្នឹងអាម៉ាត់ក៏នៅតែនេះដែរដូចគាត់អត់ជាអាមាត្យគេគ្រាវហ្នឹងញោម ម៉ាត់ អូ នេះ កណាអាម៉ាត់គ្រាវដែរលោកម្ចាស់មិនមែនមហាថ្លឹកទេលោកម្ចាស់ មហាថ្លឹកហ្នឹងហើយ មហាថ្លឹកកណាបើថាអាម៉ាត់អត់អីទេបើមហាថ្លឹកអាហ្នឹងគាត់ខុសក្នុងការមេដែរលោកម្ចាស់កណាដូចគាត់ចាព្រាត់ប្រាសមនុស្សជាទីស្រឡាញ់របស់ខ្លួនអីអញ្ចឹងណាបងដូចមានរាងកាយមិនស្អាតដែរបងដូចមានសេចក្តីទុកច្រើនអញ្ចឹងណាបងអានឹងតាមទោសដូចថាខុសច្រើនទោសច្រើនដូចរឿងនាងអីគេខ្ញុំភ្លេចឈ្មោះនេះដែលគាត់ជាកូនមហាសេដ្ឋីនឹងគាត់ខុសក្នុងការមេច្រើនអញ្ចឹងទៅគាត់ធ្លាប់កើតជាមនុស្សខ្ទើយផងប្រហែលដូច500ជាតិហ៎បងគាត់ដោយសារគាត់មែនអាណនទេលោកម្ចាស់មនុស្សស្រីគាត់ពនាងអីគេចុងជាតិចុងក្រោយបានគាត់បានត្រាស់ដឹងចុងក្រោយនៅ500នាងចូលអីចូលជាតិចុងក្រោយគេចាប់លោកនឹងមិនជាលោកទេជាមនុស្សស្រីតើលោកម្ចាស់ប្រនាងឈ្មោះតែឈ្មោះប្រនាងហ្នឹងឯងលោកម្ចាស់គាត់វាអតីតជាតិមកគាត់ជាកូនមហាសេដ្ឋីហើយគាត់ដើរទៅគាត់ផឹកស្រាផងគាត់ទៅបំពេញលើប្រពន្ធកូនអ្នកដតីច្រើនអញ្ចឹងទៅហើយគាត់បានទាំងរឿងឲ្យយាយញោមមើលអត់ចេះទៅកណាផ្លេចឈ្មោះឲ្យកណាធ្លាប់អានជួបទេតែឥឡូវកណាផ្លេចចូលគាត់ឃើញតែគាត់ទៅចាំថាគាត់លុះត្រាតែជាតិចុងក្រោយបានខ្លាយទៅជាគាត់បានសម្រេចជាព្រះអរហន្តដែរលោកម្ចាស់តែឃើញខ្លាយព្រះតែឃើញខ្លាយទៅជាអរហន្តតីហើយគេរំលោភនឹងមែនទេលោកម្ចាស់គាត់មិនមែនម្នាក់ហ្នឹងទេគាត់គ្រាន់តែជាដូចធីតារបស់ស្ដេចដែរលោកម្ចាស់តែគាត់រលឹកជាតិបាននៅជាតិចុងក្រោយហ្នឹងគាត់ក៏ពោលថាគាត់ពីអតីតជាតិតាំងពី500ជាតិមកហ្នឹងគឺគាត់ចុះទៅដល់នរកផងកើតនៅក្នុងឋាននរកឋានអីអញ្ចឹងដែរលោកម្ចាស់ដោយសារពីជាតិដាក់ខាងដើមហ្នឹងគាត់ជាបុត្រសេដ្ឋីមានខ្លាំងហើយគាត់ទៅបំពេញលើប្រពន្ធកូនអ្នកដតីអញ្ចឹងលោកម្ចាស់កណាធ្លាប់អានតែកណាភ្លេចឈ្មោះបាត់ហើយដល់មកបានគាត់បំពេញបុណ្យកណាអត់ដែលបានអានទេអូនអើយខ្ញុំបានអានតែភ្លេចឈ្មោះគាត់តែអត់ចាំឲ្យបងទៅមុខទៀតព្រោះរឿងហ្នឹងក៏ល្អនេះដែរល្អមើលដែរខ្ញុំអានទៅព្រោះដែរមួយទៀតចូលដល់អតនីទានហ្មងទៅបងឯងអតនីទានត្រឡប់ថយក្រោយវិញអង្គរបស់អតនីទានហ្នឹងមានប្រមាណដែរបងបើដោយអង្គដោយអង្គហីចានិយាយទៅអតនីទានអង្គហើយតែពីតែទូតែសួរហើយសុំសំណួរថ្មីសុំសំណួរថ្មីអញ្ចឹងក្នុងសុំមកកណ្ដោអស់បាត់ហើយញោមកណាកាមេកណាកន្លែងហ្នឹងអត់សូវបានរៀនផងលោកម្ចាស់បានតែស្ដាប់តាមកា
កាយកម្ម3មានការសួរច្រើនចឹងអាចចូលវិច័យកម្មម្ដងទៀត វិច័យកម្មចាវិច័យកម្មអញ្ចឹងអង្គរបស់មុសាវាទណាបងអាចមានប្រមាណអង្គដែរបង មុសាវាទអូន ដាច់អង្គប្រមាណចាបង មុសាវាទហ្នឹងអង្គស្ថិតនៅច័យវិច័យកម្មហើយមុសាវាទហ្នឹងគឺការនិយាយកុហកអញ្ចឹងអង្គរបស់មុសាវាទគឺមាន4ចាបង គឺអវត្ថុមិនពិតហើយវិសង្វាទៈអ្នកចិត្តតាំងគឺចិត្តគិតនឹងពោលឲ្យខុសហើយតេជោវាយោមោព្យាយាមនឹងពោលឲ្យខុសបរសៈតតថវិជាណណੰគឺញ៉ាំងអ្នកដតីនឹងឲ្យដឹងច្បាស់នៅសេចក្តីដែលយើងកុហកនឹងសេចក្តីនោះអរគុណបងខ្ញុំដាច់អង្គទី1ហ្នឹងឮតែវត្ថុតែអត់ដឹងថាបងចង់សំដៅលើតអតថាំងឯងបងដែលវត្ថុមិនអវត្ថុឮទេអូនឮតែវត្ថុបងអ្នកគ្រូខ្ញុំអត់នេះដែរសេវាខ្ញុំដាច់ទេបងអីអត់ទេមកពីខ្ញុំដាច់ទេព្រោះខ្ញុំខ្សោយណែសេវានៅនេះខ្សោយអតថវត្ថុចាអរគុណច្រើនបងបាត់ចាដោយសារសេវាបងដាច់ទៅពេលអញ្ចឹងឮដាច់ចាអរគុណច្រើនបងចាអស់សំណួរឲ្យបងអរគុណច្រើនចាជូនទូនទីអ្នកគ្រូវិញអរគុណអូនច្រើនចាបងហើយអរគុណលោកគ្រូអ្នកគ្រូនិងធម្មញាតិទាំងអស់ចាសូមអរគុណទូនាទីជូនអ្នកគ្រូវិញចាអរគុណច្រើនទានសាធុទានដល់គូទី3ទូបានច្រើនសំណួរក្រៅដែរបានជាកតិវិញមានសួរសំណួរល្អច្រើនអញ្ចឹងបន្តទៀតទានគូទី4ឥឡូវបងផលីនលើកដៃណាទានអញ្ចឹងមកញាបធរសំដីគូជាមួយបងផលីនមួយលំដាប់ថ្នាក់អន្តរជាតិមកគូទៀតជាមួយនឹងអ្នកមីងសេរីវុឌ្ឍក៏បានចានឹងអូនសេរីវុឌ្ឍក៏បានអូនសេរីវុឌ្ឍចេញភ័ក្រត្រាមកអូនចាជំរាបសួរបងខ្ញុំចប់រវល់តិចបងសូមរវល់កាច់អូខេចាំទៅទៀតចាអបមុនធនវារៀងស្ងាត់យូរចឹងអាចចូលរួមបានទេទេលោកអមុនថនសួរតែមួយតែមាន2នាក់មានជំនួយនៅពីក្រោយអូជាចាំឲ្យចម្លើយ2ស្មើ1លោកពូអ្នកឲ្យចម្លើយពីក្រោយរហូតចាំឲ្យទៅបាទគុណចាស់នឹងជម្រាបសួរអ្នកគ្រូលោកគ្រូហើយនឹងធម្មយាទាំងជម្រាបសួរក្មួយប៉ូលីនមានជំនួយការឲ្យចម្លើយហ្នឹងក៏យកចម្លើយភរិយាផ្ដល់ចម្លើយល្អតាចេះទាំងពីរអត់អីទេយើងរៀនដើម្បីប្រាប់ហ្នឹងហើយប្រាប់សួរគ្នាបាទក្រាញ់បាទស្ងាត់តិចហើយបាទចុងភៅគាត់លោកពូសួរខ្ញុំមុនណាលោកពូបាទខ្ញុំទៅចូលកងវិញចឹងដូចមាក់មើលគ្នាសួរកម្មបត្តិហ្នឹងលោកពូកម្មបត្តិដែលគេមិនទាន់សួរហ្នឹងហើយកម្មបត្តិចាកាយកម្ម3ដូចគេសួរអស់ហើយយើងចូលវជ័យកម្មក៏បានមនោកម្មក៏បានហើយក៏លោកពូសួរណាក៏បានដែរឲ្យមានចម្លើយខ្ញុំអត់ចេះឆ្លើយឲ្យនោះកន្លែងហ្នឹងនៅក្នុងមច្ឆាទិដ្ឋិអីមែនទេខ្ញុំអត់មច្ឆាទិដ្ឋិ
នៅក្នុងមច្ឆតិថិអត់បានរៀនផងហ្នឹងសួរក្មួយយ៉ាងម៉េចទៅ តួអវិជ្ជាក្នុងអវិជ្ជាអត់អីលោកពូខ្ញុំបានមើលក៏បានចាបាទក្នុងអវិជ្ជាក៏បាន មូសាអីដែលអត់ទាន់មានណាលោកពូមូសាអីអត់ទាន់សួរបេសនាវាចាសំផបលាបៈអីអត់ទាន់ទេអញ្ចឹងអូខេចាខ្ញុំចាសួរក្នុងរវាងហ្នឹងឯងព្រោះចាបើសិនជន់អ្នកគ្រូប្រាប់ហើយតែពាក្យសំផបលាបៈបើឲ្យលោកពូសួរមកសេរីអត់ខ្ញុំឆ្លើយចេះលោកពូឆ្លើយបាទ ចំឡោះតែប៉ុណ្ណឹងស្មានថាអ្នកក្លាហានមកហើយ អ្នកខ្លាចអត់ទេអ្នកកៅប្រទេសដូចគ្នាអញ្ចឹងអត់ទេជួយឆ្លើយឲ្យណាមីងជួយឆ្លើយបាទសំបាបលាបៈហ្នឹងគេសំដៅលើសំដៅនៅលើសំដៅនៅលើអ្វីប្រការអ្វីខ្លះបាទសំដៅលោកពូចង់មានន័យថាសួរមានអង្គប៉ុន្មានឯក៏មិនខ្ញុំចង់សួរថាតើវាអាស្រ័យនៅលើអាស្រ័យនៅលើអ្វីខ្លះដែលដូចថាសំផបលាបៈហ្នឹងនិយាយមិនអីក៏មិនគេថាពាក្យតេឆានកថាណាដែលជាទាំងសួរនិងនិព្វានហ្នឹងសំផបលាបៈមាន32ប្រការជាសំផបលាបៈតើទាំង32ប្រការហ្នឹងវាអាស្រ័យទៅលើសិលណាមួយបាទអាស្រ័យទៅលើសិលណាមួយ32ប្រការនោះអាស្រ័យទៅលើសិលណាមួយបាទដែលវាពាក់ព័ន្ធទៅនឹងទាំង32ប្រការហ្នឹងសិលណាតែគេច្រើនគេបត់ធ្ងន់ទៅលើសិលណាមួយដោយលោកពូឆ្លើយពីដំបូងហ្នឹងមែនជាបាទខ្ញុំគិតថាសិលមាន5ណាបងលិនក្នុង5ហ្នឹងវាចូលទៅណាវាចូលទៅណាចូលទៅសុរាឬក៏ចូលទៅបាណាបើថានិយាយច្រើនផ្ដាច់បាណាអញ្ចឹងហ៎បងសិល5ចូលបាណាអតនិទានកាមេសុមច្ឆាចារៈហើយចូលកាមេបងនិយាយច្រើនចូលកាមេអតនិតបាណាហ្នឹងសិល5ហើយកាមេដែរពេលយើងនិយាយច្រើនទៅវាដាច់បាណាចង់និយាយច្រើនណាសំផបលាបៈសួរសំផបលាបៈនិយាយច្រើនហ្នឹងវាដាច់សិលមួយណាជាហេតុណាដាច់សិលមួយណាដាច់សិលមួយណាសិលមួយណាច្រឡំសិល5ហ្នឹងណាបងបានគិតមើលចូលមួយណាបាណាចូលអត់បាណាចូលលោកចូលមិននិយាយសោះហ្នឹងមានណាគេស្លាប់ប៉ុន្តែនិយាយបាច់បោចអីចឹងទៅនិយាយដើមគេខ្លះដាច់បាណាដែរអត់ទេបងគេទៅហើយទៀតអតនេទានអតនេទានអត់អតនេទានក៏អត់ដាច់ដែរកាមេដាច់កាមេកាមេក៏អត់ដាច់ដែរបាទមុសាដាច់អត់មុសានិយាយកុហកបាទអាហ្នឹងអត់ដែរអត់ដែរសុរាដាច់អត់សុរាមាន
ផឹកស្រា មាន និយា ដា យ ច់ និយាយនិយាយ អត់ទេ ផឹកស្រាអត់ អ ដា ត់ ច់ ទេ ទេ អត់ទេ ចឹងអត់ចូលសិល5មួយសោះ បំព្រលេងផឹកស្រានិយាយតែ ប ពេ ង ចបបាច់បបោច បំលេង មក ទៅ ចេះ ដាច់មូសាបងនៅក្នុងកម្មបត្តិនេះចាលេងចូលសិល8 ដាច់មូសាដាច់មូសា គឺសិល8 លោកពូសួរសំណួរហ្នឹងខ្ញុំវិញមកខ្ញុំរកចម្លើយអត់ឃើញ នោះនឹងចម្លើយអត់មានក្នុងសភៅទេបងតែលើការយល់ណាតែយើងយល់អត់បើយើងយល់យើងឆ្លើយត្រូវយើងមិនយល់ទេក៏ឆ្លើយមិនត្រូវ ចានិយាយរយរាយអត់ប្រយោជន៍បើផឹកស្រាស្វឹងហ្នឹងនិយាយតែប្រេះតែផ្ដាស់អាហ្នឹងដាច់សិលលោកពូឆ្លើយបន្ថែមលោកពូ ដែលមើលលោកភៈទោសៈហោហៈជាមូលដោយកម្មជាវិជ័យកម្មការនិយាយការខ្ញុំសួរក្នុងសំណួរមួយទៀតនៅក្នុងមេរៀនសភៅតែគេវិនិច្ឆ័យទៅលើការនិយាយអត្ថប្រយោជន៍មាន5យ៉ាង ការនិយាយអត្ថប្រយោជន៍មាន5យ៉ាង វិនិច្ឆ័យបាទវិនិច្ឆ័យវាមាន5យ៉ាង វិនិច្ឆ័យ5យ៉ាងវាមានហើយសូមឲ្យក្មួយសូត្រមើលអង្គ5ហ្នឹងលោកពូ បាទនៅក្នុងសម្បពលបៈហ្នឹងដែរបាទ សម្ភពលបៈមានដូចអង្គ12 វិនិច្ឆ័យវិនិច្ឆ័យដោយអីខ្លះទៀតវិនិច្ឆ័យប៉ុន្មានយ៉ាង វិនិច្ឆ័យ ការនិយាយអត្ថប្រយោជន៍វាមាន5យ៉ាងមានអ្វីខ្លះ និយាយរយរាយអត្ថប្រយោជន៍ យើងវិនិច្ឆ័យគ្រប់កម្មបត្តិទាំងអស់ប៉ុន្មានយ៉ាងទៀត វិនិច្ឆ័យគ្រប់កម្មបត្តិមាន5ដែរគ្រូ ត្រូវហើយមានអ្វីខ្លះ ចាខ្ញុំកំពុងតែមើលមានដោយមូលដោយកម្មដោយទ្វាហើយដោយទោសដោយអង្គមានប៉ុណ្ណឹងគ្រូ5 លោកពូសួរសម្ភពលបៈហ្នឹងឯងមូលវាមានមូល3លោភៈមូលទោសៈមូលមោហៈមូលដល់ពេលកម្មវិជ័យកម្មដល់ពេលទ្វាកាយទ្វាឬក៏វិជ័យទ្វាដល់ពេលអង្គមានអង្គ2ចាដោយតោមួយទៀតលោកពូបច្ចៈ តោឲ្យអង្គទងក្រោយអង្គ2ចាកាលហ្នឹងឲ្យអង្គមានដូចថាមាន2វាមានទោសតិចទោសច្រើនដោយអង្គមាន2ចាហើយនិយាយអង្គនោះមានស្អីខ្លះចឹងសូមអង្គហ្នឹងមែនលោកពូបាទដល់អង្គមាន2បាទឲ្យសូត្រអង្គហ្នឹងមែនបាទបើសូត្រក៏ល្អដែរដឹងន័យផងបាទនេះអង្គ2
សំផបបៈមិនមែនលោកគ្រូ បាទ និរៈថកថា ភិរៈ អ៊ីបើក្នុងសភើលោកគ្រូសានវិជានិរៈថកថាពុរេខារៈតាចង់និយាយរឿងអប្រយោជន៍ដល់ពេលអង្គទី2តថារូបបៃកថាកថាណੰបានពុទ្ធដោយ អត្ថប្រយោជន៍មានសភាពដូចនេះបាទខ្ញុំអស់សំណួរក្មួយសួរខ្ញុំវិញម្ដង សួរលោកពូវិញ សួរក្នុងណា លោកពូឲ្យសួរឡើយណា បាទសួរខាងណាក៏បានដែរ សួរខាងណាក៏បានដែរ សួរលោកពូថាយើងរៀនដល់លោកពូសួរលោកពូអភិជាមានន័យដូចមួយដាច់ហើយមានអង្គប៉ុន្មានលោកពូ អភិជានៅអភិជាតោមនស្សੰនៅក្នុងមនោកម្មអភិជាមួយសួរថាម៉េចចេះមិញ សួរថាមានន័យថាម៉េចអភិជានោះបកថាម៉េច អភិជាការសម្លឹងរំពេចង់បានទ្រព្យគេបាទមានន័យថា ហើយមានអង្គប៉ុន្មានលោកពូ ដូចជាមានអង្គ2ហ្នឹងការបរៈផនទាំងទ្រព្យរបស់អ្នកដតីមានវិញ្ញាណនិងមិនមានវិញ្ញាណសវិញ្ញាណកវត្ថុនិងអវិញ្ញាណកវត្ថុដែលទី2គឺអត្តណោបរិណាមណੰគឺបង្អោនមកជារបស់ខ្លួនហើយចង់បានរបស់គេបាទ ចាហើយពូរឧទាហរណ៍អភិជានឹងមួយមើល អវិជ្ជាចង់ ចាឧទាហរណ៍មួយមើលសម្លឹងមិនចង់បានសគេរបៀបម៉េច ឧទាហរណ៍ថា រូបជ្រុះទ្របមក ឧទាហរណ៍ថាយើងទៅផ្សារឃើញរបស់គេរុះនៅតាមផ្លូវឃើញម្ចាស់គេដែរតាហ្នឹងម្ចាស់គេរុះប៉ុន្តែយើងធ្វើជាដើរសៀទៅយើងចង់បានរបស់របស់គេហ្នឹងហើយយើងក៏បន្លំថាធ្វើជាជ្រុះរបស់យើងហើយរើសរបស់យើងផងរបស់គេផងអាហ្នឹងអញ្ចឹង អាហ្នឹង បកែមក អាហ្នឹងល្បិច អាហ្នឹងចូលដល់កម្មបត្តិមួយផ្សេងទៀតដែរចឹង ហ្នឹងហើយយើងមុននឹងយើងរើសរបស់គេហ្នឹងយើងមានចិត្តរំពៃចង់បានរបស់គេហ្នឹងអាហ្នឹងហៅថាអវិជ្ជាហើយនៅពេលដែលយើងលើករបស់គេមកធ្វើជារបស់យើងអាហ្នឹងចូលកម្មបត្តិអីដែរក្មួយអាហ្នឹងចូលអត្តនេទានហើយទៅដាច់សិលដាច់អត្តនេទានមួយទៀតចា
ពិជាទូមនុស្សទាំងកាលនៅក្មេងៗវាយើងអត់បានគ្រប់គ្រងខ្លួនឯងបានទេពេលนั้นខ្លះក៏បានណាបាត់ណីទៅ មើលខ្ញុំចង់សំណួរត្រេះរិះមួយ បាទ កំពុងរនឹកសួរសំណួរពេលអត់ទាន់ចង់សួរសបោនឹកឃើញដល់ពេលសួរលេចភ្លេចអស់លេង នេះតែប្រៀបធៀបមុសា ចាំផ្លែលោកពូពងរសំណួរ choលោកពូមកយទៀតរោសំណួរត្រេះអ្នករោសំណួរត្រេះរិះអត់ចេញ កំពុងថារសំណួរត្រេះរិះដល់ពេលហើយរនឹក ត្រេះរិះ កំពុងតែត្រេះរិះអ្នកគ្រូ កំពុងតែត្រេះរិះចាញ់ កំពុងត្រេះរិះអ្នកគ្រូ ត្រេះ អត់ឡើយត្រេះរិះអត់ចេញទេមើលសំណួរក្នុងសភៅហ្នឹងទេអាចសួ មើ រ លសំណួរនោះលោកពូអភិជាហ្នឹងប្រមាណលោកពូនៅ ជាទូមនុស្សសង្ឃ អភិជានោះអង្គធរបានដល់អីគេ អភិជាការរំបីចង់បានទ្រព្យអ្នកដទៃអង្គធ ចា រ អង្គធរបានដល់អី អង្គធរបានដល់លោកភៈបាទ ចាត្រូវហើយបានដល់លោកភៈចិត្តសឹកចឹង បាទ ហើយចូលអក្សរកម្មបត្តិ10ទាំង10ហ្នឹងថាមានប្រមាណកម្មបត្តិដែលមានអង្គធរចេតនាចិត្តសឹកអង្គធរបានដល់ចេតនាចិត្តសឹកមានប្រមាណក្នុងចំនួន10ហ្នឹង ចេតនាជាទូខ្ញុំចង់សួរថាអក្សរកម្មបត្តិទាំង10ហ្នឹងមានកម្មបត្តិប្រមាណដែលមានអង្គធរបានដល់ចេតនាចិត្តសឹក ចេតនាចិត្តសឹក រាប់ចាចង់ឲ្យលោកពូរាប់មានប្រមាណកម្មបត្តិ ចេតនាជាទូសិលហើយក្នុងទាំងកម្មបត្តិ10ហ្នឹងអង្គធរអក្សរ
កម្មបត្តិទី10មច្ឆទិដ្ឋិអានឹងអង្គធម៌បានទិដ្ឋិចេតសិក ចាខ្ញុំសួរតអង្គធម៌ចេតនាមានប្រមាណ សួរតែចេតនាមិនឲ្យសួរ ចា មួយ សួរ មួយ តែចេត ទេ នា សួរតែចេតនាហ្នឹងហើយ ជាអភិជានេះក៏ជាក៏មានក៏ជាអង្គធម៌ជាចេតនា លោភៈ ចេតសិក ឆ្លើយឲ្យអភិជាហ្នឹងលោភៈលោភៈចេតសិក បាទលោភៈចេតសិក ចេតនា ប៉ុន្តែមួយចង់សួរអំពីរងអង្គធម៌ចេតនាហ្នឹងតើមានក្នុងអក្សរកម្មបទ10ហ្នឹងវាមានប្រមាណកម្មបទដែលអង្គធម៌បានដល់ចេតនាចេតសិកហ្នឹង បាទអញ្ចឹង ចាលោកពូអភិជាហ្នឹងលោកពូឆ្លើយហើយ បាណាទី1អង្គធម៌ទី1បាណាតិបាតាហ្នឹងអង្គធម៌ក៏មានចេតនាចេតសិកដែរព្រោះគាត់ ចាលោកពូរាប់យកហ្មងរាប់យកហ្មង បាទហើយទី2អត្តនីទានាហ្នឹងក៏មានចេតនានៅក្នុងនឹងដែរជាទូសិលដែរហើយដាច់កម្មបត្តិហើយកាមេក៏មានចេតនាដែរព្រោះកាមេហ្នឹងមានលោភៈមោហមូលស្ថិតនៅក្នុងហ្នឹងក៏មានចេតនាដែរដើម្បីប្រព្រឹត្តខុសក្នុងកាមមុសាវាទាក៏ជាចេតនាដែរហើយបេសនាវាទោបេសនាវាទហ្នឹងក៏ការនិយាយពាក្យញុះញង់ក៏សិតតែជាចេតនាដែរផារោសវាទោផារោសវាទហ្នឹងក៏និយាយពាក្យក្រោតឃ្លាតហ្នឹងក៏ស្ថិតនៅក្នុងចេតនាដែរសម្បាពលបៈនិយាយឥតរួយរាយឥតប្រយោជន៍តាមកាយទ្វាវិច័យទ្វាក៏មានចេតនាចង់និយាយឲ្យអត់អវិជ្ជាក៏ជាចេតនាដែរចេតនាមិនល្អក្តីអវិជ្ជាលោកពូថាអង្គធម៌លោភៈចេតសិកអាហ្នឹងមិនបាច់រាប់ទៀតអត់ទេវាមាន17ហ្នឹងឯងត្រូវហើយមានពី1ដល់7អញ្ចឹងអង្គធម៌ចេតនាចេតសិក ចឹង ចា លោភៈ ចាឥឡូវសួរសំណួរលោកពូចុងក្រោយមួយទៀត ប៉ុន្តែលោភៈចេតសិកក៏ប្រកបទៅដោយចេតនាដែរណា ចាប្រកបជាមួយចេតនាដែរប៉ុន្តែវាមានលោភៈជាធំអញ្ចឹងយើង